ពេលនេះខ្ញុំចែករំលែកវិធីសាស្ត្រអានសៀវភៅឲ្យឆាប់យល់ប្រហែលជាមានបងប្អូនជាច្រើនចង់ដឹងថាតើអានសៀវភៅធ្វើម៉េចដើម្បីឲ្យយើងឆាប់យល់ពីព្រោះកន្លងមកមានបងប្អូនមួយចំនួនបានសួរមកខ្ញុំថាហេតុអ្វីបានជាខ្ញុំមានមេរៀនច្រើនបាទការដែលខ្ញុំមានមេរៀនច្រើនក៏ដោយសារតែខ្ញុំអនុវត្តតាមវិធីសាស្ត្រដែលខ្ញុំនឹងចែករំលែកទៅដល់បងប្អូនបន្តិចទៀតហ្នឹងខ្ញុំមានវិធីសាស្ត្រគោល5យ៉ាងដើម្បីអានសៀវភៅឲ្យឆាប់យល់ហើយចេះបានច្រើនទី1គឺការមានគោលបំណងច្បាស់លាស់យើងត្រូវមានគោលបំណងណាមួយច្បាស់លាស់ជាក់លាក់ក្នុងការអានសៀវភៅហ្នឹងកុំអានសៀវភៅដោយអត់មានបំណងអីសោះប្រសិនបើយើងអានសៀវភៅដោយអត់មានបំណងអីសោះទេចំណង់វាអត់កើតមានហើយបើចំណង់វាអត់កើតមានចិត្តរបស់យើងក៏មិនបានបង្កើតធម្មពលផ្ដល់មកឲ្យខួរក្បាលរបស់យើងផ្ដល់មកដល់អនុសម្បញ្ញញ្ញៈរបស់យើងក្នុងការចាប់យកមេរៀនក្នុងការត្រងត្រាប់ក្នុងការវិភាគក្នុងការត្រេះរិះក្នុងការពិចារណាក្នុងការបូមបឺតជញ្ជក់យកអត្ថន័យខ្លឹមសារនៃសៀវភៅនោះដែរជាយើងត្រូវមានបំណងណាមួយ